បាទជំរាបសួរបងប្អូនបាទថ្ងៃនេះយើងទៅជែកគ្នាពីរឿងពពែបន្តិចទៀតបងប្អូននឹងបងប្អូនពពែចាក់ស្ដែងកំពុងតែស៊ីនេះគឺកំពុងតែផឹកទឹកនេះគឺមេកូនវាផ្សារនេះគឺតម្លាក់មកម្ដង2ហ្នឹងបងប្អូនអញ្ចឹងសត្វពពែមានន័យថាពេលដែលវាចាប់ផ្ដើមមានកូនដំបូងគឺកូនតែមួយទេពេលដែលវាចាប់ផ្ដើមមានកូនទី2អានោះយើងទទួលបានកូនម្ដង2ឬជួនកាលមេខ្លះអាចបានដល់3អញ្ចឹងណាបងប្អូនហើយពេលខ្លះទៀតមេខ្លះទៀតអាចបានដល់4ក៏មានដែរបងប្អូនតែប្រភេទ4ហ្នឹងគឺវាកម្រតែ2និង3គឺវាភាគច្រើនវាមានបងប្អូនហើយ3ហ្នឹងវាមានខ្លះដែរតែវាមិនមែនចូលប្រភេទកម្រដូច4ទេហើយប្រភេទពពែវាមាន2ពូជបងប្អូនមួយទៀតពូជធម្មតាហើយមួយទៀតគេហៅថាពូជប្រភេទពូជបឺប្រភេទពូជបឺហ្នឹងមានន័យថាជាប្រភេទពេលធំសាច់ច្រើនបងប្អូនហើយប្រភេទរួមវាគឺរលោងស្អាតដែរបងប្អូនហ្នឹងហើយសម្រាប់ការពពោះកូននេះដូចគ្នាទេបងប្អូនពពែធម្មតានិងពពែបឺហ្នឹងគឺលក្ខណៈវាពោះធំឯដូចតែគ្នាទេរយៈពេល6ខែអញ្ចឹងមានន័យថាសត្វពពែវាខុសពីគោក្នុងមួយឆ្នាំវាមានកូនបាន2ដងអញ្ចឹងក្នុងមួយកន្លះឆ្នាំឬក៏និយាយបានថា6ខែគឺវាមានកូនម្ដងហើយមានកូនម្ដងនឹងទៀតសោតបើសិនជាកូនដំបូងយើងទទួលបានតែមួយទេបន្ទាប់មកកូនទី2គឺយើងទទួលបាន2អញ្ចឹងបើសិនជាបងប្អូនចង់ចិញ្ចឹមពពែយកបទពិសោធន៍សិនបងប្អូនក៏មកដាក់មេច្រើនហើយតាមយោបល់ខ្ញុំណាមកដាក់មេបឺមេអីចឹងនៅមួយគូអីសិនទៅចឹងណាយើងបដោះវាសិនដើម្បីយកបទពិសោធន៍ទៅយើងចិញ្ចឹមបានច្រើន